សួស្តីបងប្អូនសាជាថ្មីក្នុងវីដេអូនេះតើតើនឹងការរកប្រមដើម្បីបង្កើតជាវីដេអូនៅពេលដែលយើងអង្គុយសេមួយវាអាចនឹងថាយូរឬក៏យើងពិបាកក្នុងការស្វែងរកគំនិតថ្មីដើម្បីបង្កើតចឹងបងប្អូនអាចសួរឆាតសួរ AI Perplexity ក៏បាន Gemini ក៏បានឬក៏ Closenic ក៏បានអាស្រ័យលើបងប្អូនប្រើប្រាស់នេះដូចរបស់ខ្ញុំនេះខ្ញុំមាន Closenic មាន Gemini ហើយនឹងមាន Perplexity ចាំបងប្អូនមាន AI មួយណាបងប្អូនអាចសួរតខ្ញុំចូលក្នុង Closenic ចឹងខ្ញុំនេះ story របស់ខ្ញុំដែលបានខ្ញុំសួរតែចឹងខ្ញុំឲ្យវាសរសេរ prompt តកតងនឹងស្អីគេយើងចង់បានបែប viral ឬក៏អីចឹងទៅយើងសរសេរ prompt ចឹងហើយបងប្អូនចង់យក prompt ប៉ុណ្ណឹងយកទៅបង្កើតក៏បានឬក៏បងប្អូនមួយទៀតអាចយកទៅដាក់នៅក្នុង website ឲ្យ AI សរសេរបន្ថែមទៀតក៏បានដែរឥឡូវថតខ្ញុំ copy អាហ្នឹងមកហើយខ្ញុំចូលទៅក្នុង Chrome យើងចូលមក tab របស់យើងមកនេះចូល Sora Prompt Generator ហ្នឹងអញ្ចឹងយើងគ្រាន់តែផាស prompt ដែលយើងបានរាយរាប់ហ្នឹងហើយបន្តមកទៀតយើងចុចលើ generate ហ្នឹងមកនេះកន្លែង generate នេះនៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញហើយចឹងបើថាបងប្អូនចង់បាន prompt តកតនឹង funny តកតនឹងអីឥឡូវវាបង្កើតឲ្យហើយតកតនឹងអីអាស្រ័យលើបងប្អូនទាំងអស់គ្នាចង់បានចឹងយើងត្រូវសួរ AI ចឹងបងប្អូនសួរថាខ្ញុំត្រូវការ prompt ស្អីចឹងទៅហើយឥឡូវខ្ញុំផ្លេចថាខ្ញុំមិនទាន់បាន connect ស៊ូសាកចឹងធ្វើការ connect ដើម្បីចុចបង្កើតវីដេអូចឹងអ្វីដែលយើង connect យើងចឹងយក USA ហ្នឹងមកអូខេឥឡូវ connect ហើយខ្ញុំចូលទៅក្នុង Chrome របស់ខ្ញុំវិញចុច tab របស់ខ្ញុំមកហើយចូល Sora ចឹងនៅក្នុងវីដេអូមុនខ្ញុំបានប្រាប់ត្រួសខ្លះហើយរបៀបបង្កើតវីដេអូនិង download តែអត់មាន watermark ចឹងយើងចូលកន្លែង trap នេះមកដើម្បីចូលក្នុង profile របស់យើងចុចសញ្ញាបូកហើយយើងផាស prompt របស់យើងដែលបានឲ្យ AI generate ឥឡូវយើងចុចធ្វើការបង្កើតមកចឹងនេះគឺជាវីដេអូចែកម្លែកបងប្អូនអាចសាកយកអនុវត្តបានដោយបងប្អូនអាចប្រើប្រាស់នៅលើ VPN free ក៏បានឬក៏ VPN បង់លុយក៏បានអញ្ចឹងអាស្រ័យលើបងប្អូនសាកល្បងហើយសាកបង្កើតទៅដោយខ្ញុំបានប្រាប់អញ្ចឹងគឺយើងគ្រាន់តែប្រើ connect ទៅ VPN ទៅប្រទេសណាដែលអនុញ្ញាតឲ្យយើងប្រើប្រាស់នៅ Sora ហ្នឹងយើងអាចចុះឈ្មោះបានហើយ email របស់យើង email ខ្មែរធម្មតាទេចឹងមិនមែនជា email បរទេសឬក៏ email អីទេឡើងសាកបង្កើតមួយឲ្យបងប្អូនមើលចឹងបើសិនជាបងប្អូនអាចមានពេលគួយបង្កើតបានច្រើនវីដេអូហើយយើងធ្វើការ post short ឬក៏YouTube Facebook Reel ឬក៏ TikTok តែបើ TikTok បើរលុយអត់បានទេព្រោះវាកំណត់ឲ្យចាប់2នាទីឡើងចឹងនៅក្នុង short YouTube បានហើយនឹង Reel Facebook បានចឹងបងប្អូនអាចបង្កើតទៅហើយបញ្ចូលនៅចំណងជើងបើសិនជាបងប្អូនបង្កើតហើយអត់ចេះដាក់ចំណងជើងទៀតបងប្អូនអាចនេះអាចសួរ AI ទៀត AI ដាក់ចំណងជើងឲ្យទៀតឥឡូវជាមួយខ្ញុំថតដល់ពេលដែលខ្ញុំបង្កើតហើយខ្ញុំធ្វើការទាញយកឲ្យបងប្អូនមើលហើយនឹងនេះឲ្យ AI ដាក់ចំណងជើងឲ្យវាហើយយើងធ្វើការយកទៅ upload YouTube ឬក៏ Facebook អ្វីដែលយើងត្រូវការគឺយើងទាមទារទៅលើ AI ព្រោះបោះវីដេអូយើងមិនអាចគេថាយើងបំពេញនៅ tag ឬក៏ hashtag ចំណងជើងអីត្រឹមត្រូវដូច AI ទេ AI វាភាគបានច្បាស់ជាងឲ្យតែយើងសួរវាត្រូវសួរវាច្បាស់អញ្ចឹងវាឆ្លើយមកច្បាស់ដែរតែបើយើងសួរបែបវល់វាឆ្លើយមកបែបវល់
ចឹងយើងរងចាំវីដេអូនឹងបង្កើតហើយយើងធ្វើការទាញយកប្រូតេអ៊ីនយកខ្ញុំបានប្រាប់នៅវីដេអូមុននេះចឹងបងប្អូនអាចទៅមើលវីដេអូមុនអាចលម្អិតជាងនេះចឹងនៅក្នុងនេះគ្រាន់តែខ្ញុំធ្វើបង្ហាញហើយសូមបញ្ជាក់ថាបងប្អូនសួរ AI បងប្អូនចង់បានពីសត្វនិយាយពីសត្វចង់បានពីមនុស្សនិយាយពីមនុស្សចឹងធរបងប្អូនចង់បានប្រភេទអីគេប្រភេទសត្វបែប funny ឬក៏បែប relaxing ឬក៏អីតាមដែលបងប្អូនចូលចិត្តបងប្អូនไป search ទៅមិនមែនជាបញ្ហាទេបងប្អូនមិនចេះអង់គ្លេសក៏បងប្អូនអាចធ្វើបានដែរដោយបងប្អូនប្រើ Google Translate តែខ្ញុំបានធ្វើនៅវីដេអូមុនអញ្ចឹងបងប្អូនមើលវីដេអូមុននិងនេះច្បាស់ហើយបងប្អូនមកមើលវីដេអូនេះអាចរៀងវែងព្រោះបងប្អូនបានមើលវីដេអូមុនឥឡូវវាបង្កើតចិត្តបានហើយបង្កើតបាទអូខេវាឥឡូវវីដេអូរបស់យើងបានបង្កើតហើយអ្នកឃើញថាចេញមកស្អាតមែនទែនឥឡូវយើងធ្វើការចុចផុសដើម្បីទាញយកអញ្ចឹងកន្លែងត្រង់ឈប់នេះកន្លែងត្រង់នេះបងប្អូនអាចដាក់ចំណងជើងថ្មីបានព្រោះកាលណាយើងគ្រាន់តែចុចលើវាមកយើងអាចសរសេរបានហើយអញ្ចឹងឧទាហរណ៍យើងចង់ដាក់ប៉ុណ្ណាអញ្ចឹងយើងធ្វើការ delete all មកនៅថនដាក់01ហើយយើងធ្វើការចុចផុសមកអញ្ចឹងវាបាត់នៅក្នុងត្រាប់ហ្នឹងហើយអញ្ចឹងវីដេអូរបស់យើងចេញមកផុសជា public នេះអូខេអញ្ចឹងយើងចុចលើវាមកហើយបងប្អូនចុចលើកន្លែងសញ្ញាព្រួយឡើងលើហ្នឹង share ហ្នឹងហើយយើងចុច recent tab របស់យើងមកចូលទៅក្នុងកម្មវិធីសម្រាប់ download អញ្ចឹងបងប្អូនមើលទៅ save Sora save.app បងប្អូនចូលមកគេឡូវអ៊ីនធឺណិតវារៀងយឺតតិចក៏ចុច refresh វាមួយមកអូខេឥឡូវwebsiteនឹងចេញហើយយើងផាស link នឹងត្រង់នេះហើយចុចធ្វើការ download មកអូខេនេះរូបវីដេអូហ្នឹងអញ្ចឹងយើងអាច copy prompt នឹងយកទៅបង្កើតសារថ្មីក៏បានមកតានេះយើងដាក់ទៅចំណងជើងទៅមួយអញ្ចឹងវាអត់ចេញពេញលេញទេបើយើងដាក់ពេញលេញមុនវាអាចចេញអញ្ចឹងប្រភេទ file mp4 hd ឥឡូវធ្វើការចុច download មកអូខេ detail ឥឡូវយើងចេញនេះសិនចាំមើលវា download ចប់សិនអូខេឥឡូវវីដេអូរបស់យើង download ចប់ហើយយើងកុំទៅមើលណាយើងមើលក្នុង gallery របស់យើងមកនេះអត់ទេវីដេអូមិនសមមិញឈប់អូខេនេះយើងចុច detail ស៊ីមេធំដែរអញ្ចឹងវា C14 មេអញ្ចឹង HD អញ្ចឹងវាទៅបានតែនេះវាមិនតាន់ចប់ទេអញ្ចឹងយើងក៏មិនអាចមើលបានដែរអញ្ចឹងយើងរងចាំវា download រហូតដល់ចប់វាដាក់ pending ចឹងវីដេអូនេះ C14 មេ C ធំដែរចឹងអាស្រ័យលើអ៊ីនធឺណិតដោយយើងប្រើ VPN មិនដឹងថា VPN របស់យើងវាយឺតឬក៏មិនទេតាមពិតវាត្រូវដើរលឿន download ប៉ុណ្ណឹងមិនត្រូវយឺតទេតែគេចុច download មួយទៀតមើលមិនវាស្រួលយើងតែជាមក VPN របស់ខ្ញុំ
ត្រេក3មកចូលកន្លែង download នេះចឹងយើងអាចមើលនៃការទាញយករបស់វាបានចឹងតើកាលណាវាទាញចប់វាទាញចូលទៅក្នុង gallery auto ឯងដល់បាន9មេអានេះនៅនឹងឯងចឹងយើងចុចខ្វែងវាចោលទុកតែនេះមួយអស់ណានេះ download លឿនចឹងនៅក្នុង website AI មិញបងប្អូនអាច clone បានឥឡូវវា download ចប់ហើយអាច clone វីដេអូពីនេះបាននេះគឺជាវីដេអូរបស់យើង download ឥឡូវបងប្អូនមើលមាន logo ដែរអត់គឺអត់មានទេសូរ៉ាគឺហើយចេញមកច្បាស់ទៀតចឹងយើងអាចយកទៅផុសក្នុង short ឬក៏ក្នុង reel អីបានចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងឯងបញ្ជាក់តទៅនឹងការយកព្រមវីដេអូដើម្បីយកមកបង្កើតវីដេអូចឹងបងប្អូនអាចសាកល្បងធ្វើតាមខ្ញុំបានអ្វីដែលយើងត្រូវធ្វើគឺបងប្អូនត្រូវសួរ AI បន្ទាប់មកទៀតយើងចង់យកបង្កើតផ្ទាល់ក៏បានឬក៏មួយទៀតបងប្អូនយកឲ្យនេះ AI website នេះសរសេរឲ្យចឹងបងប្អូនអាចនេះបាននេះចំណង Sora 2 from generator ចូលបង្កើតទៅហើយនេះ clone តតង clone នោះប្រើ credit អីបន្ថែមទៀតបងប្អូនស្វែងយល់ដល់ខ្លួនឯងចឹងការបង្ហាញនៃវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងតទៅនឹងការស្វែងរកព្រមដើម្បីបង្កើតវីដេអូ